ជំរាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអត្ថបទថ្មីមួយដែលនិយាយទាក់ទងទៅនឹងរឿងអបិយជំនឿគឺការទិញផ្ទះសម្បែងថ្មីបើតាមជំនឿមុនទិញផ្ទះសម្បែងថ្មីដាច់ខាតកុំចោលក្បួនទាំងនេះទៅរស់នៅនាំឲ្យមានភាពត្រជាក់ត្រជុំតាមពិតទៅផ្ទះថ្មីគឺជាជំរកនៃការចាប់ផ្ដើមរស់នៅថ្មីនៃជីវិតហើយក៏មានជំនឿផ្សេងផងដែរមុននឹងទិញក៏ជារឿងសំខាន់ដែលយើងត្រូវគិតគូរផងដែរបើតាមក្បួនតម្រាពីបុរាណមកក្បួនតម្រាដែលល្អអាចទាក់ទាញថាមពលវិជ្ជមានមកចូលក្នុងផ្ទះហើយនាំមកនៅសេចក្តីសុខសប្បាយសុខុមាលភាពលុយកាក់លៀបហូរចូលនិងសុភមង្គលដូច្នេះនៅក្នុងវីដេអូនេះខ្ញុំមានចំណុច4យ៉ាងពាក់ព័ន្ធទៅនឹងការទិញផ្ទះក៏ដូចជាការជ្រើសរើសពេលវេលាទីកន្លែងផងដែរទី1គេនិយាយអំពីការជ្រើសរើសយកថ្ងៃដែលយើងគូទិញផ្ទះតើថ្ងៃណាវិញជំនឿមុននឹងទិញផ្ទះឬក៏ទ្រព្យសំខាន់ដូនតាខ្មែរយើងតែងតែផ្ដាំឲ្យកូនចៅឲ្យរើសយកថ្ងៃដែលល្អបំផុតណាមួយដោយការជ្រើសរើសថ្ងៃឬខែនេះគឺតាមរយៈការរកគ្រូហោរាសាស្ត្រខ្មែរឬចិនឲ្យកូនគូមើលជាមួយនឹងថ្ងៃខែឆ្នាំកំណើតបានពេលវេលាល្អកាលណាទើបគេលៃលកំណត់ថ្ងៃឬកំណត់ពេលវេលាទិញផ្ទះនោះតែម្ដងជំនឿកូនគូមើលខែថ្ងៃនេះគេជឿថាបើរើសចំថ្ងៃល្អទើបរស់នៅមានសេចក្តីសុខចម្រើនរកស៊ីមានបានត្រជាក់ត្រជុំជាដើមអញ្ចឹងការទិញផ្ទះឬក៏នាំទ្រព្យធំចូលតាមក្បួនហុងស៊ុយមិនមែនគ្រាន់តែមើលថ្ងៃតាមប្រតិទិនសាមញ្ញនោះទេតែត្រូវផ្អែកទៅលើថ្ងៃខែឆ្នាំកំណើតទាំង12រាសីចក្រនឹងធាតុទាំង5របស់ម្ចាស់ផ្ទះផងដែរជាទូទៅអ្នកជំនាញតែងតែជ្រើសរើសថ្ងៃខែដែលមិនឆុងជាមួយឆ្នាំកំណើតដើម្បីប្រារព្ធពិធីបញ្ចុះបឋមសាលាឬពិធីចូលទៅរស់នៅជាដំបូងយោងតាមក្បួនតម្រាប្រពៃណីខ្មែរថ្ងៃដែលអ្នកគូជ្រើសរើសដើម្បីទិញឬនាំរបស់របរធំចូលផ្ទះមានដូចជាថ្ងៃច័ន្ទគឺជាថ្ងៃដែលនាំមកនៅសេរីសួស្តីប្រើប្រាស់បានល្អនិងទទួលបានផលកម្រៃចិនផងដែរថ្ងៃប្រហោះនាំជោគជ័យល្អទៅទីជិតឆ្ងាយរមែងរកបានទ្រព្យធនទោះបីជាយ៉ាងណាក៏ដោយដូចជាថ្ងៃអង្គារនិងថ្ងៃពុធត្រូវបានគេជៀសវាងជាដាច់ខាតព្រោះតាមជំនឿបុរាណចាត់ទុកថាជាថ្ងៃផ្ដន់ទោសជាថ្ងៃដែលផ្ដល់ទោសឬនាំឲ្យមានវិបដិសារីក្រៅពីថ្ងៃទិញការរៀបចំទិសផ្ទះដូចជាមិនឲ្យទ្វារធំទល់មុខផ្ទះបាយក៏ជាកត្តាសំខាន់នៅក្នុងការទាក់ទាញលាភសំណាងផងដែរចំណុចនេះគឺពាក់ព័ន្ធទៅនឹងការជ្រើសរើសថ្ងៃណាពេលណាខែណាដែលយើងត្រូវទិញផ្ទះនោះចំណុចទី2គឺពាក់ព័ន្ធទៅនឹងការមើលទីតាំងជ្រើសរើសទីតាំងទី1ទីតាំងដែលមាននីវ៉ូទាបជាងកម្ពស់ផ្លូវដោយឡែកតាមក្បួនចិនវិញគេតែងជឿជាក់ថាផ្ទះដែលនៅក្រោមផ្លូវបានន័យថាផ្ទះដែលវាមានផ្លូវខ្ពស់ជាងផ្ទះអាចនឹងជួបរឿងមិនល្អមិនសូវជាមានលាភហើយអាចមានការរំខានយាយីពីអ្នកជិតខាងផងដែរដូច្នេះមុនទិញផ្ទះគេតែងតែមើលទៅលើចំណុចនេះបើផ្ទះនោះនៅកម្ពស់ទាបជាងផ្លូវគេមិនទិញនោះទេទោះបីជាមានលក់តម្លៃទាបយ៉ាងណាក៏ដោយធូរថ្លៃយ៉ាងណាក៏ដោយទី2ចំណុចទី2គឺទីតាំងនៅចំផ្លូវរាងកោងឬក៏ផ្លូវទេគេមានជំនឿមួយទៀតថាផ្ទះដែលនៅចំទីតាំងផ្លូវកោងឬទេអាចនាំឲ្យទ្រព្យសម្បត្តិធនធានមិនអាចនៅស្ថិតស្ថេរជាមួយម្ចាស់បានយូរប៉ុន្មានទេឬក៏បើមិនអញ្ចឹងអាចរកបានមកប៉ុន្មានក៏មិនសល់ដែរដូច្នេះគេតែងតែរកមើលទីតាំងណាដែលមានផ្លូវត្រង់ឬក៏ធំទូលាយចំណុចទី3គេមើលពីប្រវត្តិផ្ទះក្នុងករណីបើទិញផ្ទះតពីគេត្រូវស្រាវជ្រាវប្រវត្តិឲ្យបានច្បាស់ថាតើផ្ទះនោះធ្លាប់មានប្រវត្តិមិនល្អមានមនុស្សធ្វើអត្តឃាតនៅក្នុងផ្ទះនោះដែរឬអត់ឬមួយជាផ្ទះដែលគេបោះបង់ចោលយូរហើយតាមជំនឿប្រសិនបើផ្ទះនោះគេបោះបង់ចោលយូរហើយឬមានប្រវត្តិតាក់ទងទៅនឹងប្រលឹងវិញ្ញាណឃុំក្រងអ្នកទៅរស់នៅក្រោយហ្នឹងនៅបន្តហ្នឹងអាចនឹងជួបរឿងមិនល្អរស់នៅមិនបានក្តីសុខឡើយតែបើចង់ទិញវិញត្រូវតែធ្វើពិធីណាមួយដើម្បីបណ្ដេញឧបទ្រពចង្រៃឬក៏សូត្រមន្តរំដោះគ្រោះប្រោះព្រំទើបអាចចូលនៅបានចំណុចចុងក្រោយគេគឺពិនិត្យទៅលើបរិវេណនិងទិសមុនទិញផ្ទះត្រូវមើលទិសនិងបរិវេណឲ្យបានល្អត្រូវមើលផងថាតើផ្ទះនោះនៅកន្លែងណានៅជិតលូទឹកនៅជាកន្លែងកប់សពឬក៏កន្លែងដុតខ្មោចឬកន្លែងបច្ឆាហ្នឹង
យើងមិនគួរទិញមកឡើយដោយសារទីតាំងទាំងនោះអាចនាំសំណាងអាក្រក់មកឲ្យម្ចាស់ផ្ទះមួយវិញទៀតហាមមានបង្គោលឬសសរនៅឈរចំពីមុខផ្ទះឲ្យសោះអញ្ចឹងសរុបសេចក្តីមកវិញមុននឹងទិញផ្ទះយើងត្រូវមើលជ្រើសរើសយកថ្ងៃដែលល្អដោយដែលខ្ញុំបានលើកឡើងនៅក្នុងវីដេអូអញ្ចឹងគឺមានដូចជាថ្ងៃច័ន្ទឬក៏ថ្ងៃពហុហើយទី2ពាក់ព័ន្ធទៅនឹងមើលទីតាំងការមើលទីតាំងធ្វើម៉េចផ្ទះយើងឲ្យនៅខ្ពស់ពីផ្លូវឬក៏កុំឲ្យប៉ះចំផ្លូវដែលរាងកោងឬក៏ផ្លូវទេទី3មើលពីប្រវត្តិផ្ទះហើយចំណុចចុងក្រោយគឺមើលទៅលើបរិវេណនៅនឹងទិសដូច្នេះនេះគឺជាក្បួនដំណើរពីបុរាណតែប៉ុណ្ណោះអញ្ចឹងយើងជឿដោយការពិចារណា